មានសួរនៅតែអស់គ្នាខ្ញុំមានលងઅનેខ្ញុំមកបន្តសាច់រឿងស្នេហាចៃដន្យមុននឹងចូលទៅដល់វីដេអូកុំភ្លេចជួយចុច like subscribe ឲ្យម្នាក់មួយផងណាដើម្បីជាកម្លាំងចិត្តដើម្បីកុំឲ្យខាតពេលបើអ្នកទាំងអស់គ្នាយូរតោះមកតាមដានភាពបន្តជាមួយអ្នកមានដូចតទៅដោយសាច់រឿងក៏បានតក៏ពីភាពមុនពេលដែលស៊ូយីបានដល់មែនតើរបស់តួប្រុសចេញអ្នកទាំងអស់គ្នាដោយនាងក៏បានសួរគាត់ថាតើគាត់នឹងគឺពាក់មែនតើប្រមាណដឺក្រេហើយបានសួរតែមាត់ទេនាងថែមប្រយោគដៃទៅលេងមុខរបស់គាត់ទៀតនិយាយថាខ្ជូតមែនតើតួប្រុសបាននិយាយមកប្រាប់នាងវិញថាគឺគាត់ពាក់450ដឺក្រេនៅពេលលើអញ្ចឹងស៊ូយីលងលាន់មាត់ថាអីក៏ខ្ពស់ម្លេះប្រសិនបើជាធម្មតាពេលដែលបងគ្មានមែនតាពាក្យតើបងអាចមើលឃើញច្បាស់ដែរឬអត់និយាយពីថាមុខរបស់តួប្រុសពេលហ្នឹងឡើងដូចកូនក្មេងហ្មងពេលដែលគាត់ពាក់មែនតាអញ្ចឹងទៅធានាហ្មងថាហ្វេនបើអេដមីនហ្នឹងប្រហែលជាក្រាស់តួប្រុសហ្នឹង100%ហ្មងហើយពេលហ្នឹងតួប្រុសបាននិយាយមកវិញថាគ្រាន់តែបានឃើញមុខរបស់អូនច្បាស់បែបនេះគឺវាគ្រប់គ្រាន់ហើយសម្រាប់បងនិយាយពីថាមុខរបស់ស៊ូយីនៅពេលហ្នឹងឡើងក្រហមតែម្ដងវីវដោយទាំងអ្នកមើលរបស់អេដមីនហ្នឹងផងដែរស៊ូយីសម្លឹងមើលគាត់បណ្ដាក៏បានកើតក្នុងចិត្តរបស់អ្នកបណ្ដាថាមើលទៅគាត់ទោះបីជាពេលស្រវឹងបែបនេះក៏មានអារម្មណ៍ដឹងដែរថាគាត់មិនបានផ្លាស់ប្ដូរចរិតទៅណានោះទេគឺគាត់នៅតែជាស៊ីយ៉ានរបស់ខ្ញុំដូចដើមនាងថែមតែលួចគាត់ទៀតទេបើនាងដឹងថាបែបនេះតាំងពីដំបូងនាងនឹងលួចដាក់ជាតិអាល់កុលនៅក្នុងអ្វីមួយដើម្បីឲ្យគាត់ញ៉ាំជារៀងរាល់ថ្ងៃព្រោះថានាងពិតជាស្រឡាញ់ចរិតគាត់នៅពេលនេះខ្លាំងមែនទែនបន្តមកស៊ូយីចាប់ផ្ដើមធ្វើប្រតិបត្តិការរឿងអ្វីមួយដោយនាងក៏បានឡើងទៅលើផ្លូវរបស់តួប្រុសហើយមើលមុខរបស់គាត់នៅពេលនេះក៏យើងដឹងដែរថាច្បាស់ជាមានអីឲ្យអ្នកមើលនឹងស្រាវខ្លួនទៀតហើយដោយនាងធ្វើការប៉ះមុខរបស់គាត់ថ្នមព្រមទាំងនិយាយឡើងមកថាបន្តមកបងត្រូវតែនិយាយតាមអូនថានៅពេលដែលបងភ្ញាក់ឡើងនៅថ្ងៃស្អែកតើបងនឹងចងចាំរឿងអ្វីដែលបានកើតឡើងនៅថ្ងៃនេះទេហាតែមានរឿងអ្វីកើតឡើងនៅថ្ងៃនេះស៊ុយបន្ទាប់ពីនាងបានលឺសំណួរទាំងអស់នេះនាងក៏រៀងគិតបន្តិចដែរសេតតែគាត់ឃើញនាងអញ្ចឹងគាត់ក៏បានយកដៃទៅវាយគូតរបស់នាងលក្ខណៈថាគាត់ចង់លេងសើចដើម្បីឲ្យនាងប្រាប់គាត់អញ្ចឹងទៅគាត់បាននិយាយទៀតថាប្រាប់គាត់មកតែមានរឿងអ្វីកើតឡើងនៅថ្ងៃនេះស៊ុយនាងបាននិយាយថាគឺការដែលគាត់បានថាបនាងយ៉ាងខ្លាំងនៅថ្ងៃនេះរឿងទាំងអស់នេះគឺគាត់ដឹងច្បាស់ណាស់ពេលដែលស៊ីយ៉ានបានលឺការនិយាយរបស់ស៊ុយបែបនេះគាត់ពិតជាសប្បាយចិត្តណាស់ដែលគាត់ក៏បានទាញនាងយកមកអប់ក្នុងទ្រូងរបស់គាត់ទៀតផងគាត់បន្តសួរនាងតែញញឹមទៀតថាតើបងពិតជាថាបអូននឹងខ្លាំងមែនអត់ចុះតើអូនចូលចិត្តវាដែរទេស៊ូយីនៅបានលន់មាត់ថា Oh my god អាគាត់នេះកំពុងតែធ្វើប៉ុតជាស្វឹងនៅមុខខ្ញុំមែនទេឬមួយនេះជាចរិតទី2របស់គាត់នៅពេលដែលគាត់ស្វឹងបើតែចំពោះរឿងនេះប្រកាសជាមិនអាចទុកចិត្តបាននោះទេបែបនេះហើយគឺមិនអាចធ្វើប្រហែលបានឡើយនាងបានងើបមករបស់នាងបន្តិចដោយក៏និយាយទៅប្រុសថាស៊ីយ៉ានហៅអូនតាបេប៊ីមកប្រញាប់ឡើងហៅអូនតាបេប៊ីភ្លាមមកអូនមិនសុខចិត្តទេគឺមិនសុខចិត្តនោះឡើយនៅពេលដែលនាងបាននិយាយបែបនេះចោលភ្លាមតួប្រុសក៏បានហៅនាងថាbaby គាត់បាននិយាយពាក្យនេះម្ដងទៀតឬក៏បានធ្វើការថែបនាងតែម្ដងភ្លាមនឹងស៊ូយីនឹងបាននឹកឃើញពាក្យរបស់សានបាននិយាយជាមួយនឹងនាងមុននេះបន្តិចដែលគាត់បាននិយាយថាទំនាក់ទំនងរវាងពួកគេទាំងពីរនឹងគឺស៊ូយីបានស្រឡាញ់ស៊ីយ៉ានតែម្នាក់ឯងបែបនេះហើយស៊ូយីនឹងក៏បានគិតទៀតថានាងនឹងឆ្លៀតឱកាសពីរឿងនេះដើម្បីយកផតតាំងទៅបង្ហាញបងសានឲ្យតតែបានរួចនេះក៏បានធ្វើជានិយាយថាតែគាត់នឹងធ្វើបែបម៉េចទៅប្រសិនជាថ្ងៃស្អែកនេះគាត់ងើបមកក៏បានភ្លេចរឿងកាលពីម្សិលមិញនឹងបានឬមួយនាងគួរតែថតរូបភាពនៅក្នុងពេលនេះតែម្ដងទៅយ៉ាងម៉េចដែរទោះប្រាប់បាននិយាយមកនាងវិញថាគឺមិនចាំបាច់នោះទេគឺគាត់មានវិធីដើម្បីបន្សល់ផតតាំងទុំនៅថ្ងៃស្អែកសម្រាប់គាត់មើលហើយអ្នកទាំងអស់គ្នាចង់ដឹងអត់ថាវាជាអ្វីទៅវាគឺជាការបឺនៅក្រោមស្មារបស់ស៊ូយីតែម្ដងរូបភាពទាំងអស់នេះមើលទៅសម្រាប់ក្មេងៗវារៀងឆ្កងបន្តិចប៉ុន្តែតួប្រុសនៅក្នុងពេលនេះពិតជាខំប្រឹងដើម្បីបន្សល់ទុកស្នាមនៅលើស្មារបស់ស៊ូយីមែនទែនស៊ូយីក៏បាននិយាយក្នុងចិត្តរបស់នាងថាខ្ញុំចូលចិត្តការអោបរបស់គាត់ខ្ញុំចូលចិត្តឲ្យគាត់ប៉ះខ្ញុំចូលចិត្តការថែបរបស់គាត់ផងដែរហើយនៅក្នុងពេលនេះតួប្រុសកំពុងតែធ្វើការអោបរឹតស៊ូយីយ៉ាងខ្លាំងដើម្បីទៅទុកដែនបន្សល់នៅថ្ងៃស្អែកពេលនោះស៊ូយីក៏បានប្រាប់គាត់ថាស៊ីយ៉ានគឺវាឈឺណាស់ពេលដែលបានលើកបែបនេះគាត់ក៏ព្រមឈប់ក៏បានដកមាត់របស់គាត់ចេញតែមុននឹងដកនោះក៏បានថែបនាងមួយខ្សែផងដែរពេលដែលបានមើលមុខរបស់តួប្រុសស៊ូយីក៏បន្តគិតក្នុងចិត្តរបស់នាងទៀតថាខ្ញុំពិតជាចូលចិត្តផ្កាភ្លើងដែលឆាបឆេះក្នុងភ្នែករបស់គាត់ណាស់វាមានអារម្មណ៍ថាដូចជាផ្កាភ្លើងកំពុងតែឆាបឆេះឡើងហើយនៅក្នុងពេលនេះក៏កំពុងតែធ្វើវាជំនួសខ្ញុំរូបរាងរបស់គាត់តែងតែធ្វើឲ្យមនុស្សស្រីគ្រប់រូបបាក់ចិត្តទៅលើគាត់ក៏ប៉ុន្តែគាត់គឺជារបស់ខ្ញុំតែម្នាក់គត់ហើយតួប្រុសក៏បាននិយាយឡើងមកថានេះហើយគឺជាផតាំងត្រូវតែរក្សាទុកវាស៊ូយីនៅបានយកដៃទៅដាក់ចិត្តនោះរួចបន្តគិតទៀតបន្ទាប់មកក្នុងចិត្តរបស់បងពេលនេះមានអូនពេញលេញដែរទេបើអូនវិញក្នុងចិត្តរបស់អូនពេលនេះគឺមានតែបងតែម្នាក់គត់តែយើងជាសង្សារជាមួយគ្នាជាផ្លូវការហើយឬណាអ្នកទាំងអស់គ្នាមានឆ្ងល់អត់បិបានជាថ្ងៃនោះអេមីនចេញរឿងលឿនគឺថាមានចការមកទាំងឈឺផងអីផងនេះដោយសារតែអេមីនគឺចង់អរគុណ support របស់អេមីនចំនួន2នាក់ដែលអ្នកទី1គឺចំនួន$1មកពីខាងអូនគឹមហងអរគុណមែនតើអូននិងម្នាក់ទៀតចំនួន1.50សេនមកពីខាងមករាដែលគាត់ក៏បានសរសេរថាទឹកចិត្តតិចតួចចាអរគុណមែនតើជូនពរសុខភាពល្អរកស៊ីមានបានហើយអេមីនក៏សូមអរគុណហ្វេនផ្សេងទៀតរបស់អេមីនដូចគ្នានិងវីដេអូនេះផងដែរគឺអេមីនសូមកាត់ចប់តាមប៉ុណ្ណឹងសិនដោយសារតែអេមីនបញ្ចូលយូរទៅគឺស្អកទៅហើយនិងជាចុងក្រោយអេមីនមីឡូបាយបាយអ្នកទាំងអស់គ្នា